បាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកនៅចំណុចខ្លះពុកម៉ែបងប្អូនគាត់ជាធ្លាប់ស្គាល់ខ្ញុំហើយដែលពីមុនមកយើងមានការចូលរុននិងអាមីណូសាវីតដែលយើងប្រើទៅលើដំណាំចន្ទទីក្នុងប្រទេសកម្ពុជារបស់យើងដែលទទួលបានផលច្រើនមែនទែនប៉ុន្តែថ្ងៃនេះយើងអត់និយាយអំពីការលក់ទេថ្ងៃនេះខ្ញុំសូមចែករំលែកបាទអំពីការប្រើប្រាស់ថ្នាំស្មៅឲ្យចំគោលដៅហើយមានប្រសិទ្ធភាពបាទពុកម៉ែបងប្អូនប្រកាសជាស្គាល់ឃ្លីប៉ូសាហើយសារធាតុឃ្លីប៉ូសាហើយជ្រាបណាប្រភេទពួកជ្រាបពុកម៉ែបងប្អូនខ្លះមិនបានដឹងទេហើយព្យាយាមយកឃ្លីប៉ូសានោះជ្រាបនោះយកទៅបាញ់ទៅតាមរោងកន្លងឬមួយក៏តាមរោងចំការធំមួយចំនួនដែលបាញ់គៀកអង្គុលដែលធ្វើឲ្យវាប៉ះពាល់ដីប៉ះពាល់ដំណាំប៉ះពាល់ឫសរបស់ដំណាំបាទអញ្ចឹងងាកមកវិញប្រភេទឃ្លីប៉ូសាជាប្រភេទជ្រាបជាប្រភេទធ្វើឲ្យប៉ះពាល់ដីខ្ញុំសូមណែនាំឲ្យបងប្អូនប្រើក្នុងកម្រិតមួយតិចបំផុតដែលអាចធ្វើទៅបានពីព្រោះថាប្រភេទពួកឃ្លីប៉ូសានេះវាធ្វើឲ្យងាប់គេហៅថាអតិសកម្មប្រាណនៅក្នុងដីជីវៈរស់នៅក្នុងដីធ្វើឲ្យដីយើងអន់ខ្សោយបាទដំណាំរបស់យើងក៏មិនសូវទទួលផលដែរអញ្ចឹងពុកម៉ែបងប្អូនគួរតែងាកមកប្រើប្រភេទនេះប្រភេទគេហៅថា Glufosinate Ammonium គឺជាថ្នាំកម្ចាត់ស្មៅដ៏ល្អបំផុតដែលគឺងាប់តែលើទេមិនប៉ះពាល់ដល់ឫសដំណាំទេបាទប្រសិទ្ធភាពរបស់ថ្នាំកម្ចាត់ស្មៅប្រភេទGlufosinate នេះគឺល្អមែនទែនសម្រាប់បងប្អូនដែលប្រើក្នុងរោងចំការរោងដំឡូងបាទអញ្ចឹងគឺវាកម្ចាត់ស្មៅបានលឿនបាទស្វិតក្រៀមបានល្អបាទក្រោយពេលបាញ់រួចស្មៅនឹងចាប់ដើមប្រែពណ៌ក្រៀមស្វិតក្នុងរយៈពេលតែប្រហែលថ្ងៃតែប៉ុណ្ណោះថ្នាំកម្ចាត់ស្មៅប្រភេទនេះគឺកម្ចាត់ស្មៅបានច្រើនប្រភេទមានដូចជាបាទស្មៅស្លឹកធំស្មៅស្លឹកតូចនិងស្មៅកំលៀនឬក៏គេហៅថាស្មៅដែលពិបាកកម្ចាត់មែនទែនយើងអាចប្រើប្រភេទនេះបាទពីរវាមានសុវត្ថិភាពបាទខ្ពស់ដល់ប្រព័ន្ធឫសនៃដំណាំព្រោះជាថ្នាំដែលគេហៅថាប៉ះងាប់ពេលដែលយើងបាញ់កន្លែងណាគឺវាងាប់កន្លែងហ្នឹងបាទមិនបន្សល់ជាតិពុលនៅក្នុងដីមានថាវាមិនបន្សល់ជាតិពុលនៅក្នុងដីយូរវាធ្វើឲ្យដីឆាប់មានជីជាតិឡើងមកវិញបាទនៅពេលដែលទឹកថ្នាំធ្លាក់ចុះទៅលើដីវានឹងលាយបាទវានឹងរលាយរឿយនឹងបំផ្លាញនៅស្មៅដែលកំពុងតែដុះនៅលើដីបានយ៉ាងឆាប់រហ័សបាទជំរឿសដ៏ល្អបំផុតសម្រាប់ជំនួសបាទប្រភេទថ្នាំសម្រាប់ស្មៅកាលពីចំនួនមុនណាពីមុនគេប្រើប្រភេទប៉ារ៉ាខ្វាប៉ុន្តែប្រភេទប៉ារ៉ាខ្វាហ្នឹងគឺវាសម្រាប់ស្មៅហើយវាប៉ះពាល់ដីទៀតអញ្ចឹងបានភាគច្រើននៅប្រទេសមួយចំនួនគឺគេអត់ប្រើទេប្រភេទប៉ារ៉ាខ្វាបងប្អូនស្គាល់ហើយបងប្អូនម្ចាស់ចំការស្គាល់ហើយមិនត្រូវប្រើទេក្រសួងគេបានហាមគាត់ហើយមិនឲ្យប្រើទេទៅលើដំណាំបាទលើបាញ់ទៅតាមគោលតាមអីហ្នឹងគឺវាប៉ះពាល់ក្នុងកោពេកគេបានបាទរកឃើញនៅប្រភេទGlufosinateនេះគឺជាប្រភេទបច្ចេកវិទ្យាចុងក្រោយដែលងាប់ស្មៅល្អហើយមិនប៉ះពាល់ដល់ឫសដំណាំទៀតជាពិសេសបងប្អូនដែលប្រើលើដំណាំដំឡូងបាទដំឡូងមីស្វាយចន្ទីទុរេនតង្កែនបាទដែលចំការរបស់បងប្អូនមានស្មៅក្រាស់ខ្មុកពិបាកក្នុងការសម្អាតនេះខ្ញុំសូមណែនាំបាទនេះGlufosinateនេះរបស់យើងគឺមានកម្រិត IPA 100%តែម្ដងគឺមួយកដុងនេះបាទបងប្អូនអាចលេងបានទឹកដល់ទៅចំនួន400លីត្របាទ400លីត្រគឺយកមកស្អាតតែម្ដងបើសិនជាបងប្អូនពិបាកគឺតែលោកគ្រូខ្ញុំខ្លាចវាឆាប់ដុះពេកដោយសារចការខ្ញុំបាញ់ទៅវាដុះលឿនបាទនេះខ្ញុំណែនាំបងប្អូនលាយជាមួយនឹងមួយដបនេះទៀតដែលគេហៅថាអន្ត្រីកម្ចាត់ស្មៅកក់របស់យើងបងប្អូនប្រើបាទទឹក400លីត្របងប្អូនដាក់អានេះមកកដុងអានេះមកដបទៀតសម្រាប់ទឹក400លីត្រណាដាក់បាញ់ខ្ញុំធានាថាងាប់ស្អាតហើយក្រដុះទៀតមិនដុះស្អាតបានយូរអានឹងបងប្អូនដែលចង់ប្រើផលិតផលដែលល្អហើយមានគុណភាពបងប្អូនសាកមើលទៅបាទពីរដបនេះ
mình thay đấy mà thân chỉ bông bồn trong đăng bị đầm lay bông bồn ai cha cho không thấy là bỏ trong bồn bài trong bồn đừng đo qua miếng ra đầm ắt chú bông ôn bà hàng chạy cái tây dương đo vào miền trung bông ôn bà không có con